Toyota Hilux Revo 019មកទឹកខ្លាញ់គោឥឡូវបានរៀបចំរួចរាល់ហើយពុកម៉ែបងប្អូនជំរាបសួរដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃខ្ញុំមានជាវីដេអូមួយចង់ធ្វើការណែនាំពុកម៉ែបងប្អូនជាពិសេសតែម្ដងសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងស្វែងរកបាទប្រភេទ Toyota មកទឹកខ្លាញ់គោប្រភេទ Pick up ប្រភេទឡានថ្មីឡានស្អាតដែលមានការធានាត្រឹមត្រូវគឺខ្ញុំណែនាំពុកម៉ែបងប្អូនជាពិសេសតែម្ដងមកលើ Toyota Revo 019មួយគ្រឿងនេះដោយសារតែឡានមួយគ្រឿងគឺថ្មីមែនតើពុកម៉ែបងប្អូនបាទខាងខ្ញុំគឺកាត់បានពីម្ចាស់ដើមផ្ទាល់ទី1តែម្ដងម្ចាស់មុនគឺគាត់ទិញกระดาษពុនបាទគាត់វាយលេខយកមកប្រើហើយការប្រើប្រាស់គាត់តិចខ្លាំងដែរប្រើបានតែ 100000 គីឡូជាងទេធានាជូនពុកម៉ែបងប្អូនបាទគីឡូស៊ីនអត់មានកែកុនតម្លាក់គីឡូអីទេសភាពឡានខាងក្រៅមួយជុំពុកម៉ែបងប្អូនបាទគឺថ្មីទៅលើសាច់ឆ្នាំគឺស៊ីន 90% ហើយសម្រាប់យ៉ានទាំង4ពុកម៉ែបងប្អូនបាទអត់មានឆ្កូតឬក៏សឹកឡាងកែមដាច់ដោយអីទេបាទធានាជូនទាំង4គ្រាប់ថ្មីសំណុំស៊ីនសំណុំដើមចំណែកឯគ្រឿងក្រៅបន្ថែមនេះប្រហែលបងប្អូនបាទដូចជាចង្គៀងមុខមួយគូនិងស្តុបក្រោយបាទក៏ដូចគ្នាដែរបាទគឺជាចង្គៀងនិងស្តុបស៊ីនបាទស៊ីនកណ្ដាលតែម្ដងអត់មានបែកបាក់ឬក៏ប្រេះស្រាមជ្រាបទឹកចូលទឹកអីទេបាទគឺនៅថ្មីទៅលើសម្រស់ខាងក្រៅមួយជុំនេះប្រហែលបងប្អូនបាទសម្រាប់ខ្ញុំគឺខ្ញុំឲ្យ rate 95% ហើយដោយសារតែឡាននេះគឺនៅថ្មីខ្លាំងតែម្ដងបាទគឺមានឆ្កេតឆ្កូតទឹកថ្នាំទីទួយតែប៉ុណ្ណោះចំណែកឯផ្នែកខាងក្នុងវិញពុកម៉ែបងប្អូនបាទក៏ថ្មីមិនធម្មតាដែរដោយសារតែការប្រើប្រាស់តិចប្រើតែ 100000 គីឡូជាងទេដូច្នេះហើយដូចជាដៃចង្កូតដៃលេខបាទតាប់ឡូគឺអត់មានសឹកឬក៏ប្រេះស្រាំបែកបាក់ត្រង់ណាទេពុកម៉ែបងប្អូនបាទគឺនៅថ្មីពុកម៉ែបងប្អូនដែលកំពុងស្វែងរកបាទប្រភេទ Revo 019មកទឹកខ្លាញ់គោប្រភេទឡានថ្មីឡានស្អាតដែលមានការធានាត្រឹមត្រូវអញ្ជើញមកមើលមកគ្រឿងនេះបានធានាជូនគឺពេញចិត្តតែម្ដងដោយសារតែឡាននេះគឺថ្មីទាំងទឹកថ្នាំថ្មីទាំងសាច់ដែកជាពិសេសគឺផ្នែកខាងក្នុងបាទអត់មានសឹកឬក៏បែកបាក់ឬក៏ដេប៉ះផ្លាស់ប្ដូរទេបាទគឺនៅថ្មីតែម្ដងមិនថាពុកម៉ែបងប្អូនចង់ទិញដាច់បងរំលោះឬក៏វាយដូរបាទអញ្ជើញមកមើលបានបើកតេស្តសាកល្បងបានជាពិសេសពុកម៉ែបងប្អូនយើងបាទដែលមានបំណងចង់បងរំលោះគឺខាងខ្ញុំបាទក៏មានសេវាបងរំលោះដែរពុកម៉ែបងប្អូនចូលរួមតែ 15% ទេសិក្សាឯកសារគ្រប់បាទមិនយូរទេពុកម៉ែបងប្អូនបាទរយៈពេលពី5ថ្ងៃទៅ1សប្តាហ៍គឺពុកម៉ែបងប្អូនបាទអាចដឹងលទ្ធផលដករថយន្តទៅប្រើប្រាស់បានមួយវិញទៀតសម្រាប់ពុកម៉ែបងប្អូនបាទដែលមានបំណងចង់ដូររថយន្តពុកម៉ែបងប្អូនបាទអាចយករថយន្តចាស់របស់ពុកម៉ែបងប្អូនមកមើលផ្ទាល់បាទខាងខ្ញុំមើលរថយន្តពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនមើលរថយន្តខាងខ្ញុំបាទគឺយើងចរចាគ្នាតម្លៃជាក់ស្ដែងថែមថយជាក់ស្ដែងទៅលើការធានាវិញខាងខ្ញុំគឺធានាជូនបាទទៅលើមិនបុកមិនកាត់តមិនស្ងោប្រពោជាពិសេសគឺធានាទៅលើឯកសារត្រឹមត្រូវស្របច្បាប់កាត់ឈ្មោះបានក្នុងករណីឯកសារមិនត្រឹមត្រូវឬក៏មិនប្រក្រតីកាត់ឈ្មោះបានខាងខ្ញុំគឺធានាជូនសងលុយពុកម៉ែបងប្អូនវិញបាទអត់បាត់មកកាត់ម៉ាស៊ីនទេហើយការធានាបាទគឺលេខអក្សរផ្ដិតបណ្ដាយជូនពុកម៉ែបងប្អូនបាននៅលើกระดาษទិញលក់តែម្ដងនិងមានបន្ថែមធ្វើជាវីដេអូជូនពុកម៉ែបងប្អូនបន្ថែមទៀតនៅត្រង់ចំណុចនេះពុកម៉ែបងប្អូនបាទគឺជាផ្នែកប្រឡងម៉ាស៊ីនហើយប្រឡងម៉ាស៊ីនវិញដូចជាក្លុកលាកខ្ចៅខ្ចងបាទធានាជូនពុកម៉ែបងប្អូនគឺថ្មីសូម្បីតែជើងដំបូលក្លុកលាកខ្ចៅខ្ចងថ្ពាល់ក៏អត់មានសណាមដោះដែរពុកម៉ែបងប្អូនបាទសំណុំស៊ីនសំណុំដើមតែម្ដងបន្ថែមពីលើការធានាមិនបុកមិនកាត់តស្ងោប្រពោធានាលើឯកសារបាទគឺខាងខ្ញុំធានាទៅលើចំណុចមួយទៀតពុកម៉ែបងប្អូនបាទទៅលើម៉ាស៊ីនប្រអប់លេខឲ្យពុកម៉ែបងប្អូនបាទយកទៅប្រើប្រាស់គឺកក់ក្ដៅតែម្ដងបាទកុំឲ្យយកឡានទៅហើយមិនទិលសង្ស័យនេះមិនទិលសង្ស័យនោះបាទការធានាគឺមួយសេតឲ្យពុកម៉ែបងប្អូនយកទៅគឺប្រើប្រាស់កក់ក្ដៅបាទក្នុងចិត្តអារម្មណ៍សប្បាយបន្ទាប់ពីខ្ញុំបានធ្វើការបង្ហាញនៅផ្នែកខាងក្រៅផ្នែកខាងក្នុងនិងផ្នែកប្លុកម៉ាស៊ីនរួចរាល់បាទនៅខាងចុងវីដេអូខ្ញុំនឹងបង្ហាញផ្នែកជើងក្រោមជូនពុកម៉ែបងប្អូនទស្សនាបន្ថែមទៀតសម្រាប់ Revo មួយគ្រឿងពុកម៉ែបងប្អូនបាទថ្មីខ្ចីមិនមានប្រវត្តិបុកប៉ះហើយសម្រាប់ការប្រើប្រាស់របស់ម្ចាស់មុនគឺតិចបាទតែ 100000 គីឡូជាងទេហើយគាត់ប្រើនៅតែក្នុងក្រុងទេពុកម៉ែបងប្អូនបាទអត់ដើរប្រយុទ្ធខេតឬក៏ចុះទៅដីក្រហមដីស្អីទេបាទដូច្នេះហើយជើងក្រោមគឺថ្មីពុកម៉ែបងប្អូនបាទអាចមើលបានបាទក្លុកក្លៀតគឺថ្មីខ្លាំងតែម្ដងខ្ចៅខ្ចង់7ពណ៌ពុកម៉ែបងប្អូនបាទអត់មានច្រេះឡាងស្នឹមឬក៏ជាប់ដីក្រហមអីទេបាទសំណុំស៊ីនសំណុំដើមតែម្ដងពុកម៉ែបងប្អូនយើងដែលបានជាវ Toyota Revo មួយគ្រឿងទៅប្រើបាទធានាជូនគឺពេញចិត្តតែម្ដងដោយសារតែឡានមួយគ្រឿងនេះខាងខ្ញុំក៏មានការធានាត្រឹមត្រូវដែរជូនពុកម៉ែបងប្អូនដូចជាមិនបុកមិនកាត់តមិនស្ងោប្រពោជាពិសេសបាទធានាជូនជាប្រភេទឡានក្រុមហ៊ុនពុកម៉ែបងប្អូនជាវទៅគឺប្រើប្រាស់កក់ក្ដៅតែម្ដងបាទអត់បាច់ភ័យថាឡាននេះមិនមែនឡានក្រុមហ៊ុនឬក៏ឡានកាយកោទេបាទដោយសារតែខាងខ្ញុំគឺមានការធានាលើกระดาษជូនពុកម៉ែបងប្អូនតែម្ដងហើយសម្រាប់ជើងក្រោមនេះពុកម៉ែបងប្អូនគឺហាប់បាទរត់នឹងបាទអត់ឃ្លីងឃ្លោងឬក៏រាន់រោករ៉ាអីទេបាទគឺអេមតែម្ដងពុកម៉ែបងប្អូនសម្រាប់ Toyota Revo មួយគ្រឿងនេះហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលបានជួយទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំឲ្យបានច្រើនផងបាទអរគុណច្រើនបងប្អូន